21 ឆ្នាំទម្ងន់63 គីឡូក្រាមធ្លាប់ប្រកួតចំនួន8 ដងឈ្នះ7 ដងស្មើម្ដងមិនដែលចាញ់មកពីក្លឹបប្រដាល់ទីបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្រូបង្ហាត់គឺលោកមាសវ៉ាន់ឌីលោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់កំពូលអ្នកប្រដាល់កម្ពុជាមកពីខេត្តកំពង់ចាមហួលីហុយចំនួន3 ដងឈ្នះទាំង3 ដងមកពីក្លឹបប្រដាល់គុនខ្មែរ Boxing Orderezi គ្រូបង្ហាត់គឺលោក Philip Sebier Ladies and gentlemen please welcome to the boxer from Paris Hugo Afro បាទទស្សនិកជនជាទីមេត្រីដោយដែលបានសន្យាទុកគឺនៅឆ្នាំ2017នៅសប្តាហ៍ទី1នេះតទៅស្ថានីយទូរទស្សន៍ CMC មានការប្រកួតគូមិត្តភាពអន្តរជាតិ3 គូរៀងរាល់សប្តាហ៍បាទឥឡូវនេះគឺជាការបើកឆាកនៅសប្តាហ៍ដំបូងនៃឆ្នាំ2017ដោយគឺជាការប្រកួតមិត្តភាពអន្តរជាតិគុនខ្មែរប៉ះគុនបារាំងអូយគុនបារាំងដើរមួយគុនខ្មែរគឺចាប់លើកអ្វីមួយយ៉ាងបាទនេះហើយមើលបាទឌីដល់ទៀតបាទអោក្រុនមើលទៅដូចជាសគុតសគុំមែនទែននៅក្នុងការគុនគ្រូបាទដើរមួយតែនេះជាចំណុចផ្នែកផ្នែកមួយទៀតបាទនៅក្នុងរបៀបគុនគ្រូរបស់អប្រុនខណៈដែលផ្នែកដែរសម្រាប់ការគុនគ្រូរបស់កីឡាករហ៊ុនលីហ៊ុយបាទចឹងខ្ញុំបាទសូមជម្រាបអំពីហ៊ុនលីហ៊ុយបន្តិចជាអ្នកបណ្ដាលដែលមិនដែលចាញ់ដូចបានជម្រាបចឹង8 ដងឈ្នះ7 ដងស្មើម្ដងហើយលីហ៊ុយក៏មានអ្នកឧបត្ថម្ភដែរបាទគឺព្រះចៅអធិការវត្តពោធិ៍សាលាទី1នៅស្រុកកងមាសខេត្តកំពង់ចាមឯនោះបាទគឺព្រះអង្គបានឧបត្ថម្ភបាទព្រះនាមខេមវាសនាបាទហើយបងបានឧបត្ថម្ភចំនួន$20ដល់លីហ៊ុយហើយមានម្នាក់ទៀតគឺកញ្ញាម៉ាចក៏បានឧបត្ថម្ភ$20ដល់លីហ៊ុយដែរអញ្ចឹងគឺបាន$40នេះកំពុងតែរែងត្បូងអូគុណគ្រូតាមរបៀបកម្មកររែងត្បូងណាដោះមើលឬប៉ុណ្ណាតែទៀតគឺលោករៀនកសលត្រៀមប្រាក់ដើម្បីទទួលទិញនៅត្បូងកន្ទឹមត្បូងកន្ទៀងឬក៏ត្បូងអ្វីដែលលីហ៊ុយគិតថារែងបានល្អនេះបាទអានេះកីឡាករបារាំង Hugo Afro នេះរាប់ទុកថាជាការបង្ហាញនៅវិជ្ជាគុណរបស់ខ្លួននៅក្នុងទឹកដីកម្ពុជាជាលើកដំបូងដែរព្រោះកន្លងមកកីឡាករវ័យ16 ឆ្នាំរូបនេះប្រកួត3 ដងឈ្នះទាំង3 ដងបាទជាកីឡាករមកពីក្លឹបប្រដាល់ Boxing Orderezi បាទ Boxing Orderezi មកពីទីក្រុងប៉ារីសប្រទេសបារាំងនេះកំពុងតែមើលឲ្យការដោះដូរគ្នារវាងត្បូងបាទហើយនឹងទឹកប្រាក់ត្រូវទៀតគ្រូមើលទៅបាទតើទៅសិល្បៈនៃការគុនគ្រូគឺមានច្រើនណាស់បាទល្អលោកគ្រូមានទៅដល់គឺថាល្អហើយណែលុយណាបាន3ច្រកមកហើយបាទបានមកពីអធិការខេមវាសនាផងបានមកពីកញ្ញាម៉ាចផងបានមកពីលោករៀនកសលវាយហើយបានពីCNCទៀតបាទស្ដាប់លក្ខន្តិកៈនៃការប្រកួតបាទអ្នកទាំងពីរខ្ពស់ទាបជាងគ្នាច្រើនដែរបាទជាងគ្នាច្រើនដែរជាបួតលីហ៊ុយនិងមកោភៀវបារាំងហ៊ូកូអប្រុនមួយបណ្ដៃមួយបណ្ជើតែគាត់ចាប់ដើមបញ្ញាដបោបជាដបោមកទឹកមកយើងថ្ងៃនេះនឹងមានអ្នកស្គាល់ចាញ់ទៅលើដបោឲ្យអូយមកជើឆ្វេងរបស់លីហ៊ុយបាទចូលចិត្តរបស់ហ៊ូកូតែហ៊ូកូទៅក្រៅវិញទឹកកែឆ្វេងរបស់លីហ៊ុយស្វែងដល់ណាកីឡាករយុវជនចូលឯងទៀតហើយរបស់យុវជនគ្រប់បងទៀតបាទហ៊ូកូចង់បោះខាងក្រោមវិញត្រឡឹងខាងក្រោមយឺលីហ៊ុយដល់ថយតិចមានបន្តិចរវេតែខាងហ៊ូកូទៅកាត់បានរវេហ៊ូកូទៅកាត់បានរវេទៅដល់លីហ៊ុយគីឡូបន្តិចពីហ៊ូកូហើយទៅដល់ថយអ្នកឆ្វេងពីហ៊ូលីហ៊ុយកាត់មកជើងចូលពេញតាមគាត់គ្រូរបស់រៀបតែលីហ៊ុយជិះហ៊ូកូចាប់លើដំបង
ចេញពីគ្នាមើលទៅលីហ៊ុយហាក់ដូចជាមិនយឺតលើហ៊ូហ្គោអ្វីបន្តិចណាក៏បោកកែកំបែកខំទាត់ជើងក្រោមវិញពីហ៊ូហ្គោតាមទៅជួយកាត់ទៅវិញដល់ទៀតគ្នានេះអត់លីហ៊ុយមើលទៅដូចជាដំងដៃរបស់គេល្អបាទគេរហ័សក្នុងការវាយកាត់កែចូលជាបាត់កែឆ្វេងជុំហ៊ូហ្គោមកវិញចាប់ទាញអាកដាលយកចេញទៅលើកទី2ទៅតែជាពាក់កណ្ដាលផ្លូវក្នុងទឹកទី1ទេមិត្តភាពអន្តរជាតិគុណខ្មែរប៉ះគុណបារាំងទាត់ជើងក្រោមរវាងលីហ៊ុយថយមកចូលជាបាយកែឆ្វេងជុំវិញរបស់ហ៊ូហ្គោ駅ប្រទៀតពីរូបរាងកសលដែលសល់1នាទីចុងក្រោយក្នុងទឹកទី1រៀងហត់ទៅហើយបាទមកសោតទៅមិនដែរចាញ់ពីគ្នាក្រុមបាល់អ្នកទាំងពីរគឺវាយមិនទាន់បាន10ដងទេតែឆ្វេងរបស់លីហ៊ុយហ៊ូហ្គោចូលជាកែស្ដាំរបស់លីហ៊ុយបង្គំជាប់ឆ្វេងកែឆ្វេងរបស់លីហ៊ុយអូយអត់បានទេអាចស្លាប់ទៅបើហ៊ូហ្គោប្រហែលនឹងស្លាប់ពីការកែលីហ៊ុយជាមិនខានទេបើប្រហែលពុកព្រោះកែលីហ៊ុយវត្តតែជួយតែស្ដាំមើលទៅគឺតែវត្តចោលកែឆ្វេងចូលវិញតាមកន្លែងទៀតអត់ឆ្វេងទៀតអូយនេះទៅតែនិយាយអំពីកែងទៅតែនិយាយអំពីកែងទៅតែនិយាយអំពីកែងថាប្រហែលមិនបានទេលោកគ្រូពេទ្យមើលតិចសិនកាណូកែងឆ្វេងរបស់ហ៊ុនលីហ៊ុយមិញនេះគឺថាត្រង់ល្អណាស់បាទតែចេញច្រេចមុខគឺបែកបន្តិចទៅហើយស្នាមកាលឡើងគឺចេះតែមកជើងឆ្វេងក៏ចឹងកសិនហើយក៏ទាត់ក្រោមសិនបាទកីឡាករបារាំងហើយកីឡាករនៃញាក់កម្មករជីក្បូររវាយោយតែនេះបាក់បាត់ចាដល់ស្នេហ៍កាមកកែនេះឡងប៉ោងគុំទាត់ក្រោមកាទៀតពីហ៊ូហ្គោព្រឹកទៅដែរបាទតែកែរបស់លីហ៊ុយច្រើនណាស់នេះបាទគឺទុកកណូតទៅជាភាសាទុកកណូតនេះគឺកែឆ្វេងទៅគឺជាផលតែមើលទៅលីហ៊ុយអាចដូចជាទុកមកជើងទៅវិញដូចជាទុកបានហើយកែរបស់គេឆក់បានមួយពេះល្អដែរណារ៉ាប់ហ៊ូហ្គោជាប់ហើយរ៉ាប់ហ៊ូហ្គោជាប់មានតែលោករៀបកសលដែលបបាយទៅគ្នាលោករវាងនេះទុកតបទៅទៅពេលដែលកតុយតម្លាក់ចូលក្រោមរវាងបណ្ដោយទៀតអាយ៉យមានដៃខ្វាត់ដោផងណាហ៊ូហ្គោទៅឆ្វេងអាចតាមទៅក្រាបទៅទៀតហ៊ុនលីហ៊ុយថយព្រេះរវាងលោកទុកដៃជុកកងលីហ៊ុយហាក់ដូចជាមើលស្រាលទៅលើហ៊ូហ្គោបន្តិចហើយដោយសារតែគេឃើញជាមានព្រៀបច្រើនព្រៀបទី1គឺកម្ពស់ព្រៀបទី2គឺចេះវាយកែរីឯអ្នកប្រដាល់បារាំងមិនចេះវាយកែទេតាមពិតមួយទឹកកន្លះកន្លងទៅគឺអ្នកប្រដាល់បារាំងវាច្រើនគឺជាប្រាស្រ័យរបស់គេបាទរីឯជើងក៏មិនទាន់អាចធ្វើដែរគាត់បានក្រោមដូច្នេះបើសិនជាហ៊ូហ្គោបាទមានឱកាសអាចផ្ដួលលីហ៊ុយបានគឺត្រាតែកំណាងគោផងទេបាទឆ្វេងកាត់ទាញមកចាប់តែយើងក៏ចាំមើលកម្លាំងដែរបើកាលណាការកម្រុកគ្នាខ្លាំងពេកលីហ៊ុយអត់ទូឱកាសរបស់ហ៊ូហ្គោតែហ៊ូហ្គោទៅជុំវិញតែជុំពោរបស់លីហ៊ុយហ៊ូហ្គោតាមទៅកែលីហ៊ុយជុំលីហ៊ុយតែទៀតទៅហ៊ូហ្គោតែឆ្វេងទៅទៀតហ៊ូហ្គោទៅក្រោមតែត្រូវដៃរបស់លីហ៊ុយទៀតអូយលីហ៊ុយបាទវាយកាត់ល្អណាស់សុំម្ដងទៀតគ្រូពេទ្យសុំម្ដងទៀតរបួសនេះមកខ្លាំងពេកបាទចង់សរសៃធំតែម្ដងតែមកហើយសុំចុះអីអត់ចាញ់ទេហើយថាស្លាប់ដែរតែបើនិយាយថាអាជ្ញាកណ្ដាលគ្រូពេទ្យឲ្យបញ្ឈប់ទៅមានឱកាសលើកនេះមែនតែនហើយលោកគ្រូពេទ្យឃើញថារបួសក៏ពេកចឹងការបន្តប្រកួតទៀតនោះវាមានតែបណ្ដោយឲ្យឈាមច្រាចេញកាន់តែខ្លាំងគួរឲ្យសោកស្ដាយដែរសម្រាប់ហ៊ូហ្គោអោហ្វ្រុនដែលប្រកួត3លើកកន្លងមកមិនដែលចាញ់សោះតែលើកនេះប៉ះអ្នកប្រកួត8លើកមិនដែលចាញ់ក៏បានដឹងបាទកសៅលីហ៊ុយដែរបាទអ្នកបណ្ដាលចំនួនក្រោយប៉ុន្តែមើលទៅតិចតែការវាយរបស់គេគឺល្អមានផ្លែល្អទាំងជង្គង់ទាំងទាត់ហើយនឹងកែងតែរងចាំមើលគូប្រកួតបន្តរបស់លីហ៊ុយថាដល់កម្រិតណានោះលីហ៊ុយនឹងមានឱកាសបង្កើននៅ level របស់ខ្លួនដែរដូច្នេះសម្រាប់លទ្ធផលត្រឹមពេលនេះគឺចេញពីអាជ្ញាកណ្ដាលមកវិញបាទនេះជាការប្រកួតកន្លងទៅដែលលីហ៊ុយបាទហ៊ុនលីហ៊ុយបាទវាយឆ្មល់ល្អណាស់វាយកាត់មុននឹងកីឡាករបារាំងវាយចេញទស្សនិកជនជាទីមេត្រីដោយសារបញ្ហារបួសរបស់បង្គោលខៀវ
ខ្លាំងពេកហើយគ្រូពេទ្យក៏សម្រេចចិត្តបញ្ឈប់ដូច្នេះជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមភួ